ឆ្នាំនេះនៅពេលដែលយើងសែនថ្ងៃសែនចូលឆ្នាំចិនគឺថ្ងៃ16ចាថ្ងៃ16គឺជាថ្ងៃធាតុមាសចាធាតុមាសអញ្ចឹងហើយបើសិនជាធម្មតានៅពេលដែលយើងសែនឆ្នាំនេះឆ្នាំភ្លើងតែថ្ងៃសែនថ្ងៃធាតុមាសចាឆ្នាំនេះល្អអីល្អត្រង់ថាពណ៌ដែលយើងប្រើគឺមិនសូវបានមិនចាំបាច់កំណត់ដូចឆ្នាំមុនតែមួយពណ៌ឬក៏ពីរពណ៌ទេឆ្នាំនេះគឺមានច្រើនពណ៌ដែលយើងត្រូវប្រើតែយើងជ្រើសរើសយកប្រើពណ៌ប្រភេទបែបណាអញ្ចឹងយើងឧទាហរណ៍ថាមែនតើបើសិនជាយើងសែននៅក្នុងនៅពេលដែលយើងសែនចូលឆ្នាំចិនឆ្នាំនេះណាអ្វីដែលជាចំណុចល្អគឺថាឆ្នាំមមីភ្លើងតែពេលថ្ងៃសែនគឺថ្ងៃធាតុមាសគឺជាលៀបរបស់ឆ្នាំចាជាលៀបរបស់ឆ្នាំអញ្ចឹងបើសិនជាករណីយើងចង់ល្អយើងអាចប្រើឧទាហរណ៍ថាបើយើងចង់ប្រើពណ៌ធាតុភ្លើងគឺពណ៌ក្រហមចាហ្នឹងគឺពាក់ព័ន្ធនឹងហេងសម្រាប់ឆ្នាំបានន័យថាជាឆ្នាំពណ៌ប្រចាំឆ្នាំចាប៉ុន្តែបើសិនជាយើងចង់ឲ្យ relax មានការប្រដាក់ទុនអ្វីដែលថ្មីហើយមានចំណូលលក្ខណៈអចលនទ្រព្យផ្សេងគឺយើងប្រើពណ៌ដីចាពណ៌ធាតុដីគឺពណ៌លឿងចាតែបើសិនជាយើងគិតថាចង់លក់ដូរដែរធ្វើឲ្យមានលៀបអាហ្នឹងគឺយើងប្រើពណ៌ធាតុមាសគឺប្រើពណ៌ទឹកប្រាក់ចាទឹកប្រាក់ឬប្រផេះឬមួយក៏ពណ៌សក៏បានដែរចាអាហ្នឹងដោយសារឆ្នាំនេះនិយាយទៅវាល្អដែរយើងមិនចាំបាច់កំណត់ហើយឆ្នាំនេះត្រូវតែពណ៌ហ្នឹងអត់ទេអញ្ចឹងហើយបើថាបងប្អូនអាចជ្រើសរើសបានពាក់ពណ៌លឿងក៏បានពាក់ពណ៌ក្រហមក៏បានពណ៌ប្រផេះក៏បានពណ៌ទឹកប្រាក់ក៏បានពណ៌សក៏បានចាមែនតើបើសិនជាសម្រាប់ recommend បើសិនជាយើងអាចមិនឧទាហរណ៍ថាបើយើងប្រើពណ៌ដីលីពណ៌មាសបានពណ៌ធាតុដីលីពណ៌ធាតុមាសឬក៏ពណ៌ធាតុភ្លើងលីជាមួយពណ៌ធាតុដីអាហ្នឹងគឺល្អបានតែមានការ support អញ្ចឹងបើថាពណ៌ភ្លើងក្រហមលីលឿងចាមានក្រហមមានលឿងចឹងតែពាក់ពណ៌ក្រហមចឹងទៅខាងកៅក្នុងអីមានពណ៌លឿងអីចឹងទៅឬពណ៌ដីក៏បានដែរមិនចាំបាច់តែលឿងទេពណ៌ធាតុដីដូចជាពណ៌ brown ឬពណ៌ scroll ពណ៌ cream អីហ្នឹងគឺត្រូវដែរចាមែនទេបើសិនជាកាលណាយើងប្រើពណ៌មួយឈុតទៀតគឺមានពណ៌ធាតុដីនិងពណ៌ធាតុមាសអញ្ចឹងពណ៌ធាតុដីគឺពណ៌ដែលកកើតមាសបានន័យថាយើងដាក់ទុនហើយយើងមានផលចំណេញចាតែបើយើងប្រើពណ៌ភ្លើងមកជាមួយនឹងពណ៌ដីបានន័យថាយើង support នៃការដាក់ទុនរបស់យើងហើយយើងសប្បាយចិត្តចាយើងមានភាពរុងរឿងរីកចម្រើនពីឈ្មោះយើងល្អអញ្ចឹងសម្រាប់ថាយើងចង់ប្រើមួយណាអាស្រ័យលើយើងថាយើងចង់បានបែបប្រភេទណាលៀបសក្ការៈឬមួយក៏ការដាក់ទុននៃភាពរីករាយសប្បាយចិត្តរបស់យើងណាអញ្ចឹងយើងមានជម្រើសច្រើនអង្ប៉ាវក៏អញ្ចឹងដែរអង្ប៉ាវយើងចង់ប្រើក្រហមក៏បានពណ៌លឿងក៏បានដែរមិនជាបញ្ហាទេបាទចាក៏បានលឿងក៏បានអត់បញ្ហាចាអ្នកគ្រូក៏ពិតមុនយើងចាប់តាមថតអេពីសូតមួយនេះគឺនៅ social media របស់អ្នកគ្រូបានសួរថាបងប្អូនអាចទាយទៅមើលចាំមុនគឺពណ៌លឿងចាំនេះពណ៌អីដែរខ្ញុំមើល comment បងប្អូនវាច្រើនដែរថាពណ៌ខៀវហើយសុទ្ធតែមើលទៅគាត់អ្នកថតហ៊ានជាមួយយើងដែរពណ៌ខៀវហេតុអីយើងឃើញពណ៌ខៀវពណ៌ធាតុទឹកតែជាពណ៌ធាតុទឹកទៅរំលត់ពណ៌ធាតុទឹកបានន័យថាគេហៅស៊ីលៀបបាទបងប្អូនទាយខុសច្រើនមែនតើចាឆ្នាំនេះអត់ទេដោយសារទី1ថ្ងៃដែលយើងសែននោះគឺថ្ងៃធាតុមាសចាធាតុមាសនិងធាតុភ្លើងវាឆុងគ្នាអញ្ចឹងភ្លើងស៊ីមាសហើយអញ្ចឹងដើម្បីកុំឲ្យឆុងហើយទៅការ support គ្នាហើយក៏កើតហើយទៅបានលៀបគឺយើងប្រើពណ៌លឿងមកជាមួយអញ្ចឹងលឿងពណ៌ធាតុដីនិងពណ៌ធាតុមាសឬក៏ពណ៌ធាតុភ្លើងជាមួយពណ៌ធាតុដីចាអញ្ចឹងក្រហមលាយលឿងឬមួយក៏លឿងលាយផេះទឹកប្រាក់សខោសខោទឹកប្រាក់ពាក់ឲ្យលឿងអាហ្នឹងក៏លេខ1ដែរក៏បានល្អចាបើសម័យមើលរស់ស៊ីខោសអាវពណ៌លឿងស្អាតមួយយ៉ាងអាវពណ៌លឿងខោសហើយបើសិនជាពាក់អាវក្រហមខោលឿងលេខពេកនឹកឃើញដល់បកុយបក្រមមើលចាក៏មាននេះទៀតបានន័យថាអាវក្រហមខោពណ៌សាច់បាទចាហ្នឹងគឺពណ៌ធាតុដីដូចគ្នាឃើញទេពណ៌ធាតុដីដូចគ្នាអញ្ចឹងពីរគ្រប់ហ្នឹងប្រើបានទាំងពីរបាទចាអញ្ចឹងឆ្នាំនេះបងប្អូនសប្បាយនឹងលេង trend ខ្សែកអាវគាត់ចាចំណុចមួយទៀតគឺអត់បាច់ទិញថ្លៃកាលណាមានច្រើនជំរឿអញ្ចឹងរបស់អត់ថ្លៃទេតែមកជំរឿអាចនឹងឡើងថ្លៃដូចជាផ្កាអញ្ចឹងផ្កាយើងប្រើផ្កាពណ៌លឿងផ្កាពណ៌ក្រហមលាយគ្នាបានអត់បញ្ហាទេចាយកល្អខ្ញុំឲ្យ recommend ក្នុងការប្រើលាយគ្នាក្រហមលឿងចាអញ្ចឹងបងប្អូនអ្នកលក់ដូរក៏សប្បាយចិត្តនឹងលក់ដែរឆ្នាំនេះចាតែបើសិនជាកម្រាលនៃការក្រាលខ្ញុំ recommend ឲ្យប្រើពណ៌លឿងវិញកម្រាលក្រាលសែនណានៅពេលដែលយើងសែនបាននៅទីជាចាពណ៌លឿងវិញប៉ុន្តែបើនៅកណ្ដាលផ្ទះផ្សេងអូបើនៅកណ្ដាលផ្ទះផ្សេងទៀតចាអញ្ចឹងបើសិនជាយើងសែនធម្មតាអ្នកខ្លះគាត់សែនរៀងកប់អត់ចំកណ្ដាលជាហេក៏សែននៅរៀងមុខតិចអានេះយើងប្រើពណ៌លឿងចោះប៉ុន្តែបើសិនជានៅកណ្ដាលផ្ទះគឺធាតុទឹកដោយសារតារាសាស្ត្រលេខ1នៃចោចូលកណ្ដាលផ្ទះអញ្ចឹងធាតុទឹកគឺយើងប្រើកណ្ដាលពណ៌ទឹកប៊ិចហើយចាអញ្ចឹងទឹកប៊ិចនៅតែត្រូវតែប្រើចាពួកដោយសារ TGA ឆ្នាំនេះ TGA នៅក្នុងឆ្នាំនេះជំនាញយើងឆ្នាំនេះយើងប្រើប្រភេទពួកពាងទឹក2ឬមួយក៏របស់ពណ៌ទឹកប៊ិចឬមួយក៏យើងប្រើគេហៅយើងដាក់ផ្ការបស់យើងថូផ្កាហ្នឹងគឺផ្កាពណ៌ទឹកប៊ិចហើយអញ្ចឹងយើងព្យាយាមប្រើពណ៌ទឹកប៊ិចទៅក្នុងឆ្នាំនេះល្អហើយនៅក្នុងឆ្នាំនេះ TGA ខ្លាចពណ៌លឿងកាលណាពណ៌លឿងវាទៅស៊ីលៀបស៊ីពណ៌ទឹកប៊ិចហ្នឹងពណ៌ធាតុទឹកហ្នឹងអញ្ចឹងវាធ្វើឲ្យចរន្តលុយយើងរៀងស្ទះអញ្ចឹងបើសិនជាអាច support យើងអាចប្រើធាតុមាសទៅនៅកណ្ដាលផ្ទះនេះពីប្រភេទពួកលោហៈអីប្រើ design បែបលោហៈឬពណ៌ប្រផេះហ្នឹងគឺនៅកណ្ដាលផ្ទះហ្នឹងល្អចាច
cho nên cứ ở bây giờ bu con coi sign được đi chữ đến miền tây tăng cái đá អូទីជាអីនៅកណ្ដាលផ្ទះធម្មតាផ្ទះផ្សេងៗបែរមកខុសៗគ្នាចោលបញ្ហានេះរឿងសែនយើងមិនទៅលត់ម៉ងសែនណាចាមិនលត់ម៉ងសែនឬដុតផាវអាហ្នឹងមិនយើងរើសទីតាំងចាប៉ុន្តែបើសិនជាយើងសែនធម្មតាមិនជាបញ្ហាយើងអត់ហៅថាអេត្រូវតែសែនបែរមុខទៅនេះល្អបើទីជាអីចំឧទាហរណ៍បើទីជាអីយើងបែរតែសែនប្រច្រាស់មិនកាត់ហ្នឹងអញ្ចឹងបើបែរក្នុងបច្ចាការទេបើយើងសែនធម្មតាអត់រើសផ្ទះទេចាចា chứ nó phụ thuộc trong mong pe tínhព្រឹក ម៉ោងពេលដែលយើងសែនម៉ោងល្អជាងគេគឺម៉ោងហាក់ជាមួយលកាគឺម៉ោងម្សាញ់ចា9ទៅដល់ម៉ោង11ឬក៏លេខបំផុតគឺ11កន្លះចានៅម៉ោងម្សាញ់ម៉ោងល្អ បាទ ហើយមែនតើដោយសារតែធាតុមាសធម្មតាទៅកាត់ដី support ដី support យើងយកមកធាតុដីក៏បញ្ហាដែរ7ពី7ទៅហ្នឹងក៏បានដែរថាពី8ព្រឹកអីហ្នឹងទៅក៏បានដែរហើយថាមកដីទៅ support មាសហ្នឹងចាអញ្ចឹងមិនថាឆ្នាំនេះរៀងងាយស្រួលជាងឆ្នាំមុនតែផុតតាំងតែទេប៉ុន្តែដោយសារតែធម្មតាឆ្នាំនេះមមីឆ្នាំមមីភ្លើងយក9ក៏ភ្លើងអញ្ចឹងភ្លើងវាខ្លាំងណាស់អញ្ចឹងភ្លើងខ្លាំងបើយើងដាក់ភ្លើងទៅច្រើនពេកវាទៅវាហត់វា strong វាក្តៅអញ្ចឹងបានយើងព្យាយាមប្រើធាតុដីដើម្បីរំសាយអញ្ចឹងទៅធាតុមាសដើម្បីយកលុយអញ្ចឹងទៅចាអញ្ចឹងមិនថាយើងដោយសារពណ៌ភ្លើងមកជាមួយពណ៌មាសពីរនេះវាពិឃាតគ្នាអញ្ចឹងបើសិនជាការណាប្រើគូគឺយើងប្រើធាតុភ្លើងលាយជាមួយធាតុដីលាយជាមួយធាតុមាសអញ្ចឹងបើជាគ្រប់ឲ្យប្រើបែបហ្នឹងជាគ្រប់គូភ្លើងមួយមាសភ្លើងអីគេក្អៅក្រហមខោពណ៌សាច់អញ្ចឹងទៅចាឬមួយក៏ធ្វើធាតុមាសជាមួយនឹងពណ៌ធាតុដីអាវពណ៌លឿងខោពណ៌សឬក៏ពណ៌សាច់បានដូចគ្នាចា បាទ ចាអញ្ចឹងងាយស្រួល